មេត្រីចាបន្តពីបានពុទ្ធគណៈជាមួយនឹងការសម្ដែងរ៉េបរបស់បងប្រុសចាដែលគាត់មកពីចាកម្មវិធីពេញចិត្តអត់ចាកម្មវិធីរបស់យើងនៅពេលនេះចាគឺតម្រូវការនៃការជ្រើសរើសចាបេក្ខជនចាមួយរូបទៀតដើម្បីចូលរួមលេងល្បែងកម្សាន្តចាតាមរយៈការចាត់ឆ្នោតផងដែរចាដូច្នេះយើងនឹងមកធ្វើឆ្នាំទាំងអស់គ្នាចាចា106ចា106ចាជាបេក្ខជនទី4សម្រាប់កម្មវិធីរបស់យើងចាបងប្អូនដែលមានកម្លាំងបានចា106ចាដើម្បីឡើងមកលេងនៅទីនេះទាំងអស់គ្នាតែម្ដងចាចាមានទេចាចាប្រសិនជាអត់ទេចាតម្រូវការនៃការជ្រើសរើសបន្តចាចា150ចាចា150មានទេចាចា150ទី1 150ទី2 150ទី3ចាសូមមកវល់បន្តទៀតចាបន្តចាចា280មានទេចាចាបើសិនមកជាអត់ទេចាសូមបង្គាប់បន្តចាជំទី4របស់យើងចាំជួបជាមួយនឹងបែកខាងនេះចាតែគាត់ចាមិនដឹងថាយើងសម្រាប់តាមលេខចាជាសួរបងស្រីចាចាគាត់គឺជាចាសម្រាប់បាន290តែដែលយើងបានហួសមាញ់ចាចាសូមបងធ្វើការណែនាំខ្លួនដើម្បីឲ្យទស្សនិកជនទាំងអស់គ្នាគាត់បានស្គាល់ចាចាំឈ្មោះសេតងទៅនៅខេត្តសៀមរាបចាបងសេតងចាអរចាសូមបងជ្រើសរើសចំនួនពីររូបតែបងថាបងមានសូមអញ្ជើញចែលាស់និងសយាយចាបងទៅលាស់ហើយនឹងបងសយាយចាបងបានលើហើយចាបងខាងលើចាចាបងទៅខ្ញុំចាំមិនខុសទេបងគាត់ជាបេក្ខជនដែលធ្លាប់ឡើងមកសម្ដែងនៅបទចម្រៀងផងដែរទេបងចាចាយើងមកថែរ៉ាគាត់ដើម្បីឲ្យបងប្អូនទាំងអស់គ្នាគាត់បានស្គាល់ចាត្រែចាបងស្រីត្រែចាបងចាចូលបងអ្នកសមាការចាអ្នកសមាការគាត់ប្រមូលសិនឲ្យទៀតចាអ្នកសមាការចាប្រសិនបើបងប្អូនត្រូវការសមាការពិសេសចូលជួបជាមួយនឹងគាត់ចាចាចាសូមបងទាំងអស់គ្នាតាមទៅកាន់តុនេះកន្លែងចាចាទស្សនិកជនជាទីមេត្រីចាឃើញថាបេក្ខជនទី4សម្រាប់កម្មវិធីរបស់យើងចាគឺជួបជាមួយនឹងបងស្រីចាទាំង3ដួងក៏ពិតជាស្រស់ស្អាតតាមមែនតើចាដូច្នេះមិនដឹងថាតើសំណួរទី1សម្រាប់បងស្រីចាមានលក្ខណៈបែបណាចាទៅតទៅនឹងលក្ខណៈបងបានយល់ហើយចាអញ្ចឹងកម្មវិធីរបស់យើងចាចេញជា3ដំណាក់កាលទី1មានចំនួន5សំណួរដំណាក់កាលទី2មាន5សំណួរហើយខាងមុខមានសំណួរក្នុងវគ្គ1ដែលផ្ដល់ឱកាសចាឲ្យបងស្រីអាចទទួលបាននៅរង្វាន់ប្រសពពីកម្មវិធីហើយនៅដំណាក់កាលទី3មានតែ4សំណួរហើយខាងមុខមានសំណួរក្នុងវគ្គ1ហើយដូចជាសំណួរយករង្វាន់ថប់ជាមួយសប្រាក់80បន្ទាបហើយដើម្បីកុំឲ្យបងស្រីមានការផិតភ័យចាកម្មវិធីរបស់យើងមានចំនួន3ចាចំនួនទី1គឺចំនួន50/50ចំនួនទី2ចាគឺចំនួនសំគ្រប់ពួកគាត់ទាំងពីរនាក់ហើយចំនួនទី3គឺចំនួនស្វ័យប្រវត្តិចាដែលផ្ដល់ឱកាសឲ្យបងស្រីឆ្លើយនៅសំណួរឡើងវិញចាដូច្នេះយល់បានទេតើតើនៅខណ្ឌកៈចាដូច្នេះជួយបងឲ្យបងស្រីឆ្លងផុតដំណើរការទី1ពីកម្មវិធីណាចាទស្សនិកជនជាទីមេត្រីចាដូច្នេះសូមបង្ហាញនៅសំណួរទី1សម្រាប់បងស្រីចាចាសំណួរសួរថាតើក្នុងចំណោមសញ្ញាខាងក្រោមសញ្ញាណាមួយដែលគេហៅថាសុ
មូសក់តុនចាចម្លើយកចម្លើយខចម្លើយកនិងចម្លើយខចាសញ្ញារបស់វាចាគឺមានចំនួន4ដែលតម្រូវឲ្យបងជ្រើសរើសចាតើបងគិតថាតើចាសញ្ញាមូសក់តុននឹងក្នុងចម្លើយកខកខសញ្ញាណាមួយចានេះជាចំនួនមួយដែលតម្រូវឲ្យបងឆ្លើយចាមិនសម្រាប់បងជួនគឺសូមយកចម្លើយខចាចម្លើយខជាចម្លើយចុងក្រោយចាដូច្នេះចាំដឹងថាតើចម្លើយដែលបងចាដែលបងស្រីចាំផ្ដល់ជួយពីកម្មវិធីត្រូវឬក៏យ៉ាងណាសូមបង្ហាញនៅចម្លើយចាទស្សនិកជនទីមេត្រីចាឃើញថាសំណួរទី1ចាដើមដំបូងវគ្គទី1សម្រាប់បងស្រីចាគឺបងស្រីមិនអាចឆ្លើយត្រូវនោះទេចាប៉ុន្តែលោកស្រីទេចាដោយសារកម្មវិធីរបស់យើងសំណួរស្វ័យប្រវត្តិចាដែលផ្ដល់ឱកាសឲ្យបងស្រីឆ្លើយនៅសំណួរនេះឡើងវិញដោយសារសូមបង្ហាញនៅសំណួរឡើងវិញចាអមមិនបងជ្រើសរើសយកចម្លើយខគឺវាអត់ត្រូវទេហើយចំនួនរបស់យើងគឺនៅចាបានចាចំនួន50ឬ50ឬក៏ចំនួនសង្គ្រោះបងយក50 កម្មវិធីនឹងដល់ជូនភ្លាមចាចាឃើញថាមានចម្លើយ2ដែលត្រូវចាមានចម្លើយ1ដែលត្រូវក្នុងចម្លើយទាំងពីរចាសូមយកចម្លើយកចាចម្លើយកជាចម្លើយចុងក្រោយចាដូច្នេះសូមបង្ហាញទៅចម្លើយចាសំណួរទី1ពីកម្មវិធីដោយស្រាប់សូមបង្ហាញនៅសំណួរបន្តសម្រាប់បងស្រីចាសំណួរសួរថាចាក្នុងចំណោមពាក្យខាងក្រោមតើពាក្យមួយណាដែលមានន័យស្រោបកូនក្នុងផ្ទៃចាកសពខសក់ទាំងអស់ចាសូមយកចម្លើយខចាចម្លើយខជាចម្លើយចុងក្រោយសូមចូលរួមអរសាទរចាឃើញថាសំណួរចំនួន2ចាដែលបងស្រីឆ្លើយតបពីកម្មវិធីរបស់យើងចាគឺដល់ក្នុងក៏បានប្រមាណជាមួយមួយចំនួនផងដែរចាតែសូមបង្ហាញទៅសំណួរបន្តចាលោកសួរថាតើកម្ដៅបានមកពីប្រភពណាខ្លះចម្លើយកចំហែចម្លើយខព្រះអាទិត្យចម្លើយកអគ្គិសនីនិងប្រកាសនិងចម្លើយខចម្លើយទាំងអស់ចម្លើយក៏ត្រូវដែរចាចាំបើសិនបងអត់ច្បាស់ទេចាជាមួយកម្មវិធីគឺនៅជាមួយគូគាត់ទាំងពីរនាក់មកប្រកាសនៅកម្មវិធីនឹងផ្ដល់ជូនទៀតចាសូមយកចម្លើយខចម្លើយខជាចម្លើយចាចំនួនមានមួយទៀតចាគូគាត់ទាំងពីរនាក់ចាកំពុងតែសន្សំថាហៅគាត់ទៅគាត់នឹងជួយព្រៀបចាចំយកខបងចាខជាចម្លើយចុងក្រោយចាសេះសូមបង្ហាញទៅចម្លើយចាសូមចូលរួមមកសាកតចាចំពោះបងស្រីឆ្លើយខុសទៅសំណួរពីកម្មវិធីចាដូចតែសូមបង្ហាញសំណួរបន្ទាប់ចាសំណួរសួរថាតើវត្តអារាមជាទីកន្លែងសម្រាប់ធ្វើអ្វីចម្លើយកគោរពបូជាពុទ្ធសាសនាចម្លើយខចាកំសាន្តចម្លើយកប្ររពពិធីអាពាហ៍ពិពាហ៍និងចម្លើយខចាប្ររពបានគ្រប់កម្មវិធីសូមយកចម្លើយកចាចម្លើយកជាចម្លើយចុងក្រោយចាចុងក្រោយចាដូច្នេះសូមបង្ហាញនៅចម្លើយចាសូមជួបបងប្អូនសាកតចាក្នុងពេលនេះចាយ៉ាងម៉េចហើយបងចានៅតែបន្តការភ័យទៀតចាបើសិនជាបន្តការភ័យចាសូមបន្ថែមមួយសំណួរទៀតចាសំណួរសួរថាទឹកសមុទ្រថយទៅវិញផុតពីឆ្នេរទាបឬឆ្នេរខ្សាច់ហៅថាចម្លើយកទឹកឡើងចម្លើយខទឹកនេះចម្លើយកទឹកចូលនិងចម្លើយកទឹកលិចចា
នៅរង្វាន់អនុស្សាវរីយ៍សំណួរគឺថាតើនិមិត្តសញ្ញានៃខែកុម្ភៈគឺរូបអ្វីចម្លើយកចាជញ្ជីងចម្លើយខក្អមចម្លើយកភ្លឺនិងចម្លើយខក្តាមចាសូមយកចម្លើយខ ចាចម្លើយខជាចម្លើយ ចុងក្រោយ ចុងក្រោយចាឆ្នេះសូមបង្ហាញទៅចម្លើយចាចាសូមឲ្យចូលពីចាឃើញថាចាបងស្រីដែលជាបេក្ខជនទី1នៃកម្មវិធីរបស់យើងចាគាត់មានឱកាសចាទទួលបាននៅរង្វាន់អនុស្សាវរីយ៍ពីកម្មវិធីចាដូច្នេះសូមសហការីចាយករង្វាន់ជូនចាចារង្វាន់នេះចាគឺជាអាវយឺតដ៏ស្រស់ស្អាតចាចាអាវយឺតដែលចាបងស្រីចាដែលជាបេក្ខជនទទួលបានចាគឺមានលក្ខណៈបែបនេះចាចាដូច្នេះចាអារម្មណ៍ពេលនេះចាចាំមិនដែរបងគិតថាចង់បន្តឬក៏បញ្ឈប់ចាបន្តចាដូច្នេះសូមបង្ហាញនៅសំណួរទី1សម្រាប់ពាក្យទី2ដល់ជូនដល់បងស្រីចាសំណួរសួរថាពាក្យម្ដាយម៉ែម៉ាក់មានតាមានន័យដូចគ្នានឹងអាចប្រើជំនួសគ្នាបានពាក្យទាំងនេះហៅថាចម្លើយកពាក្យរឿងចម្លើយខពាក្យខ្លាយចម្លើយកចាវចនៈស័ព្ទស័ព្ទនិងចម្លើយខចាសន្តិសោសន្តិសោចាចាហើយខ្ញុំចាជំនួយដល់បងស្រីចានៅចំនួនមួយទៀតចាគឺពួកគាត់ទាំងពីរចាបើសិនបងស្រីត្រូវការក្នុងកម្មវិធីនៅផ្ដល់ជូនភ្លាមចាចម្លើយខ ចាចម្លើយខជាចម្លើយចុងក្រោយចាដូច្នេះសូមបង្ហាញទៅចម្លើយចាចាទស្សនិកជនទីមេត្រីចាគួរសោកស្ដាយខ្លាំងមែនទែនចាចំពោះចាបងស្រីចាដែលជាបេក្ខជនទី4ចាគឺគាត់មិនអាចខកផុតដំណើរការទី2ពីកម្មវិធីរបស់យើងទេចាតាមមិនបីទេចាផងនោះចាគាត់ចាក៏បានទទួលនៅទឹកប្រាក់ពីកម្មវិធីរបស់យើងផងដែរចាចាដូច្នេះបងស្រីមានពាក្យអ្វីជាបណ្ដាផ្ញើចុងក្រោយចាចំពោះខ្ញុំគឺខ្ញុំសូមអរគុណចំពោះកម្មវិធីអ្នកឆ្នើមឬទេអ្នកឆ្នើមឬទេហើយក៏ខ្ញុំសូមអរគុណដល់សមាគមយុវជនដែលបានបង្កើតកម្មវិធីល្អៗបែបនេះឡើងហើយនេះខ្ញុំក៏មិនចង់ឲ្យបាត់បង់កម្មវិធីនេះសូមឲ្យមានជារៀងរហូតតទៅចាអរគុណផងមែនតើចាចំពោះចាសារដ៏ល្អចារបស់បងស្រីចាដូច្នេះសូមសហការីចាយករង្វាន់ចាដែលបងស្រីឆ្លើយត្រូវជាមួយពីកម្មវិធីចាចាđây nhưជារង្វាន់ទឹកប្រាក់ដែលបងស្រីទទួលបានពីកម្មវិធីរបស់យើងចាអរគុណចាជួបគ្នាឱកាសក្រោយដល់បងដើម្បីចា